ก็ไปวิดีโอเดี๋ยวยมพอตัดตอนชั่วโมงหนึ่งมาเพย์แกสแครปเบอร์คือเมนสำนวนระบบในเยอรมันเนี้ยแล้วก็บันส่วนท่าตามในเยอะนั่นคือไอช่วยการรู้เรียนเมนจีวัดหรือก็ไอสวายวอลดอลตึกเปได้พันได้บัดบังหรือก็อดได้สำนวนนึงก็จะเราเป็นแทนให้ยมก็บันตึกช่วยการสลายเชื่อเราจะรีเสิร์ชให้ก็ไอเตียนบันในสนาริโอมือจำนวนท่าตามในเยอะนั่นคือไอช่วยการรู้เรียนเมนจีวัดหรือก็สวายวอลตึกดอลเปได้พันได้ออกจีวัดได้หรือก็อดหรือก็ในเยอะนั่นคือไอช่วยการรู้เรียนเมนจีวัดกลายเปได้พันได้บัดบังได้หรือก็อดโอเคจังมุนช่วยตัววิดีโอคุณยมส่งสู่ในตรงคะแนนมวยแต่ในเราคะแนนเป็นกลุ่มน้องหรือก็มีหนุ่มรายการของการสร้างสองอ่างตักหรือก็บรรทุกสปาสตีมโซนาได้หรือก็อดเพราะฉะนั้นจิมเมนคือยมส่งในน้องช่วยหนึ่งเนปชูนพูนแลนด์สเคปคือยี่กระมวลน้องโจใจอุปกรณ์ปราบปรามในของอ่างตักหนึ่งบรรทุกสปาสตีมโซนาคมเชียงเกในกัมพูชีหายก็ยี่กระมวลดมนางสากับอ่างตักในขนมประเทศกัมพูชียังพองได้หายไว้ได้กันแต่เป็นสนุกเนปชูนพูนแลนด์สเคปก็มีนจิกาตัวมาก้าของการสร้างสองอ่างตักหรือก็บรรทุกสปาสตีมโซนาที่การประเภทเติมตามดมรายการเติมตามกลุ่มน้องพองได้มันทาเจอคณะอาชีวกรรมหรือก็หลักคณะครูซาได้ยังปราบปรามในขนมแตกได้ process ในการฝึกคือจับปีดาวมาทอดจอบแต่มาดองโดยสรุปติดตามสตองดาวคุณภาพก็โดยจีมีในจุดเน้นขนมการนายนอมต่อแต่มาดองทำใบเหยื่อสูบปอดเป็นบรรทัดอ่อยกันแต่ลมเอิร์จริงนี่คือตามระยะ Facebook Page ก็โดยจีเทเลกราฟบอกว่าดักชมบานบางห้าเนี่ยเลยเอกลักษณ์นิสรับหรือก็เป็นสัญญาจ้องอ่อยเลื่อนเนี่ยก็นี่อาจจะการจุดลิงก์ดักชมบานด้านในข้างคราว description บ้านหรือเยอะคือถือบานเกสรทานทาจับประดาเป็นเพียงคลาดไว้ก็โดยจีการติดจีมนุษย์เป็นเลยน้องในจุดรอพายจีใบซานชนามนได้จีปุษะโฮโมเซเปียโนไอหายการสอนทานนั้นคือบ้านต่อติดทำหรือยังคือบ้านเฟอร์กาวิวอเราเราไปปัจจุบันได้คลายเตยจีบเพนสปีเวะได้มีแหละขณะฉลาดเชียงสาบเซมเซงหรือก็พิวรูปเซมเซงในเลอแพนได้ได้เฟอร์กาประเทศตองគ្នាបង្កើតជាសហគមន៍ឬក៏បង្កើតនៅភាសាសម្រាប់ប្រើប្រាស់ក៏ដូចជាអភិវឌ្ឍសង្គមដើម្បីរស់នៅជាដើមប៉ុន្តែសំណួរមួយគឺសួរថាតាមមនុស្សយើងនឹងអាចធ្វើការរស់រានមានជីវិតរហូតទៅដល់លំពផាន់ដីបាត់បង់ដែរឬក៏អត់អានេះវាគឺជាសំណួរមួយដែលមានការវិភាគក៏ដូចជាមានការសន្និដ្ឋានជាច្រើនមែនទែនហើយនៅក្នុងចំណោមការសន្និដ្ឋាននោះគឺគេបានលើកយកនៅសេណារីយ៉ូមួយចំនួនដោយផ្អែកទៅតាមការវិវត្តឬក៏ផ្អែកទៅតាមអ្វីដែលមនុស្សយើងកំពុងតែធ្វើសពថ្ងៃនេះโอเคអញ្ចឹងសម្រាប់ដែលចូលថ្មីឬក៏ដែលមិនទាន់បាន subscribe នៅលើ channel YouTube របស់ខ្ញុំនៅឡើយទេបើសិនជាចូលមកហើយកុំភ្លេចជួយ click subscribe ដើម្បីផងដើម្បីយើងទទួលបាននៅការចែកម្លែកដូចជា content ថ្មីៗបន្តទៅមុខទៀតក៏ដូចជាការលើកទឹកចិត្តដល់ខ្ញុំផងដែរដើម្បីឲ្យមានកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្តដូចគ្នាអញ្ចឹងយើងចូលទៅកាន់វីដេអូខ្លឹមសារទាំងអស់គ្នាតែម្ដងទៅក្នុងថ្ងៃនេះគឺខ្ញុំសូមលើកយកថាតើបើសិនជាមនុស្សយើងអាចរស់ផុតនៃជីវិតផែនដីតើដោយមានវិធីខ្លះដល់ក្នុងនោះគឺគេបានបែងចែកក៏ដូចជាបានលើកយកនៅជាលក្ខណៈ scenario មួយចំនួនយកមកធ្វើការ explain តាមរយៈមនុស្សជាតិរបស់យើងអញ្ចឹងរឿយៗគឺយើងតែងតែឃើញថាមនុស្សយើងតែងតែព្យាយាមមកកែប្រែឬក៏ព្យាយាមស្វែងរកនៅវិធីសាស្ត្រដើម្បីរស់រានមានជីវិតជានិច្ចតាំងពីចំនួន30ម៉ឺនជាងឆ្នាំមុនរហូតដល់ពេលបច្ចុប្បន្នបើសិនជាមនុស្សមានការយាយីជីវិតពីសំណាក់សត្វសាហាវឬក៏ជំងឺអីវាតែងតែព្យាយាមរកដំណោះស្រាយជានិច្ចដូចជាការរកថ្នាំរកឱសថដើម្បីធ្វើការព្យាបាលជាដើមបើសិនជាមនុស្សយើងគឺអាចនឹងមានរងផលប៉ះពាល់ពីកម្ដៅថ្ងៃពីសារជាតិពុលផ្សេងៗមនុស្សយើងគឺតែងតែរកនៅអ្វីដើម្បីការពារខ្លួនគេចេញពីសេចក្តីវិនិច្ឆ័យនឹងដូចគ្នាហើយបើសិនជាមនុស្សយើងគឺអាចនឹងរងផលប៉ះពាល់តាក់ទងជាមួយនឹងអាកាសធាតុដែលពិបាកក្នុងការរស់នៅឬយើងតែងតែព្យាយាមរកកន្លែងឬក៏ព្យាយាមសាងសង់នៅលំនៅឋានជៀសវាងពីការបង្កគ្រោះថ្នាក់ពីអាកាសធាតុចឹងកន្លែងនេះគឺយើងបានបញ្ជាក់ថាមនុស្សយើងជ្រឿយៗគឺតែងតែព្យាយាមរកវិធីដើម្បីបន្តការមានជីវិតឬក៏បន្ត surviving នឹងរហូតមកតាំងពីពេលដើមរហូតដល់ពេលបច្ចុប្បន្នហ្នឹងក៏នៅតែបន្តដើម្បីធ្វើអញ្ចឹងដដែលមិនគ្រាន់តែវិធីសាស្ត្រក្នុងការបង្កើតឬក៏វិធីសាស្ត្រក្នុងការការពារជីវិតហ្នឹងគឺវាមានលក្ខណៈផ្សេងគ្នាដូចជាសម័យបច្ចុប្បន្នវិទ្យាកាន់តែទំនើបនៅផ្នែកខាងវិស័យសុខាភិបាលក៏កាន់តែទំនើបដូចគ្នាបើសិនជាមនុស្សដែលគាត់មានបញ្ហាទៅលើផ្នែកសរីរាង្គណាមួយឧទាហរណ៍ថាគាត់មានបញ្ហាបេះដូងគាត់លោតមិនសូវល្អអញ្ចឹងទៅគេក៏បានប្រើប្រាស់នៅបច្ចេកវិទ្យាដើម្បីធ្វើការដាក់ផ្សំគ្នាជំនួយដល់ការរំញោចបេះដូងគាត់ដូចជាដើមអាហ្នឹងក៏តែយើងដឹងកន្លងមកបើសិនជាណាដែលគាត់មានបញ្ហាជើងឬក៏បាក់ឆ្អឹងបែបហ្នឹងគឺគេអាចប្រើប្រាស់នៅប្រភេទដៃឬក៏លោហៈធាតុផ្សេងៗដើម្បីធ្វើការជំនួយដល់រាងកាយដើម្បីឲ្យមនុស្សរស់រានបន្តទៅមុខទៀតផងដែរអញ្ចឹងអានេះគឺជាការកាត់ខំឬក៏ការព្យាយាម survival របស់មនុស្សជាតិយើងតាំងពីដើមមករហូតដល់ពេលបច្ចុប្បន្នអញ្ចឹងនេះគឺខ្ញុំសូមលើកយកនៅ scenario លក្ខណៈបែបកម្រិតខ្ពស់មួយទៀតដែលគេបានយកអំពីតាមមនុស្សយើងអាចនឹងវិវត្តទៅដល់ណាដើម្បីបន្តនៅការរស់រានមានជីវិតនេះរហូតដល់ចុងបញ្ចប់នៃផែនដីឬក៏នៅពេលដែលផែនដីបាត់បញ្ចប់ទៅហើយប៉ុន្តែមនុស្សយើងគឺនៅតែអាចបន្តជីវិតឬក៏បន្តពូជពងបានបន្តទៅមុខទៀតដោយតទៅជាមួយនឹង scenario ទី1គឺជាការបានคล้ายទៅជាប្រភេទគេហៅថា multi planetary species ឬក៏ជាប្រភេទជីវៈដែលមានលក្ខណៈធំធេង
ក៏ដូចជាអាចធ្វើការបង្កើតឬក៏ survival ទៅកាន់ទីអវកាសបានអញ្ចឹងចំពោះវិធីសាស្ត្រហ្នឹងគឺវាសាមញ្ញទេមនុស្សយើងគឺអាចនឹងវិវត្តនៅ technology ឬក៏មនុស្សយើងគឺអាចមានសុខភាពគ្រប់គ្រាន់ឬក៏មានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើការ survival ទៅកាន់ទីលំហអវកាសក្នុងការស្វែងរកនៅទីលំនៅថ្មីបើសិនជាថ្ងៃណាមួយបានតែរបស់យើងគឺវាអាចកើតនៅហេតុការណ៍មួយដែលធ្វើឲ្យមនុស្សយើងរស់នៅឡើងកើតហើយជាមួយនឹងក៏យើងបានដឹងដែរថាសប្តាហ៍ថ្ងៃហ្នឹងឬក៏ទៅជាមួយនឹងគម្រោងដែលធ្វើការស្រាវជ្រាវទៅកាន់ភពផ្សេងមិនថាទៅកាន់ភពប្រាំងគេឬក៏ទៅកាន់ឋានព្រះច័ន្ទឬក៏ភពផ្សេងហ្នឹងគឺគេបានធ្វើឡើងអស់រយៈពេលរាប់សិបឆ្នាំទៅហើយដូចជាអង្គការ NASA ឬក៏ទៅជាមួយនឹងខាង SpaceX របស់ Elon Musk អីជាដើមហើយចំពោះគម្រោងដែលធ្វើការឆ្ពោះទៅកាន់ភពអង្គារហ្នឹងអាហ្នឹងវាក៏ជាគម្រោងមួយក្នុងការបន្តជីវិតឬក៏វាគឺជា potential មួយក្នុងការរស់រានមានជីវិតរបស់មនុស្សយើងផងដែរបើជាថ្ងៃណាមួយមនុស្សយើងមានបញ្ហានៅលើផែនដីនេះគឺគេអាចធ្វើការ move ទៅកាន់ភពប្រាំងគេឬក៏កន្លែងណាផ្សេងទៀតដើម្បីអាចធ្វើការ survival បន្តទៀតឬក៏បើសិនជាមនុស្សយើងមានបច្ចេកវិទ្យាកាន់តែខ្លាំងជាងទៀតគឺមនុស្សយើងអាចធ្វើការបង្កើតនៅបរិយាកាសសម្រាប់ភពផ្សេងដែលអាចឲ្យមនុស្សយើងរស់នៅបានឬក៏បើជានៅពេលណាមួយមនុស្សចិត្តឬក៏ផែនដីរបស់យើងវាបាត់បង់នៅបរិយាកាសដែលអាចឲ្យមនុស្សរស់នៅបានមនុស្សយើងគឺអាចមានលទ្ធភាពក្នុងការកែប្រែឬក៏បង្វែរនៃបរិយាកាសហ្នឹងដើម្បីអាចបន្តនៅការរស់នៅបន្តទៅមុខទៀតទៅជាមួយនឹង scenario ទី2វាគឺជាការវិវត្តឬក៏ជាការបង្កើតនៅលទ្ធភាពនៃបច្ចេកវិទ្យាឬក៏ technology នេះឯងដូចជាបែបបនជាមួយនឹង nanotech ឬក៏ AI ហ្នឹងអាហ្នឹងវាគឺជាបច្ចេកវិទ្យាដែលកំពុងតែមានសក្តានុពលខ្លាំងមែនទែននៅក្នុងពេលបច្ចុប្បន្នអញ្ចឹងបើសិនជាបច្ចេកវិទ្យាទាំងហ្នឹងគឺវាអាចធ្វើការឈានទៅទៅមុខទៀតគឺប្រកាសថាមនុស្សយើងប្រកាសជាអាចរកវិធីក្នុងការដោះស្រាយនៅបញ្ហាផ្សេងៗជាដើមដូចជាបញ្ហាដែលមានការសន្និដ្ឋានតាក់ទងជាមួយនឹងការវិនិច្ឆ័យផែនដីឬក៏ការវិនិច្ឆ័យនៃមនុស្សជាតិដែលយើងតែងតែលើកមកអាហ្នឹងវាគឺជាបញ្ហាមួយហើយគឺគេបានបង្កើតនៅដំណោះស្រាយឬក៏រកវិធីដើម្បីអាចផ្ដាច់ចេញពីបញ្ហាហ្នឹងផងដែរហើយទីមួយគឺតជាមួយនឹង climate change ឬក៏ការប្រែប្រួលនៃអាកាសធាតុដែលអាចបង្កដល់ផលប៉ះពាល់ដល់ជីវិតរស់នៅលើផែនដីជាពិសេសគឺមនុស្សយើងនឹងឯងចឹងបើសិនជាបច្ចេកវិទ្យាយើងកាន់តែទំនើបគឺយើងប្រកាសជាអាចធ្វើការដោះស្រាយនៅបញ្ហាហ្នឹងចេញដោយប្រើប្រាស់នៅការកណនាតាក់ទងជាមួយនឹងផ្នែក AI ដើម្បីឲ្យវាជួយធ្វើការ process ឬក៏កណនាតាក់ទងជាមួយនឹងរឿងរ៉ាវហ្នឹងឯជាដើមដូចជាសម័យបច្ចុប្បន្ននេះគឺយើងដឹងស្រាប់ហើយថាក្រុមហ៊ុន AI ធំអីហ្នឹងគឺមានការប្រកួតប្រជែងគ្នាខ្លាំងមែនទែនហើយតាក់ទងជាមួយនឹងបច្ចេកវិទ្យា AI ហ្នឹងគឺវាមានភាពទូលំទូលាយនិងមានសក្តានុពលខ្លាំងមែនទែនតាំងពីផ្ទុះតាក់ទងជាមួយនឹង ChatGPT កន្លងមកគឺក្រុមហ៊ុន AI ផ្សេងៗហ្នឹងគឺបានព្យាយាមបង្កើតនៅប្រភេទ AI ផ្សេងៗជាច្រើនទៀតដើម្បីជួយសម្រួលឬក៏អាចថាជាការប្រកួតប្រជែងគ្នាផងដែរនៅក្នុងទីផ្សារវិស័យនេះផងដែរប៉ុន្តែទោះបីជាណាក៏ដោយចំពោះយើងដែលជា user ឬក៏អ្នកដែលប្រើប្រាស់ហ្នឹងគឺវាតែងតែទទួលបានផលចំណេញជានិច្ចមិនថាខាងក្រុមហ៊ុនធំៗហ្នឹងគឺគេប្រកួតគ្នាកាន់តែច្រើនយើងនៅប្រើប្រាស់គឺនឹងទទួលបាននៅរបស់ថ្មីប្លែកៗកាន់តែច្រើនដូចគ្នាដូចជាឥឡូវហ្នឹងគឺយើងឃើញថា AI ដែលពេលចេញដំបូងក៏ទៅជាមួយនឹង ChatGPT ហ្នឹងគឺយើងអាចត្រឹមតែសួរសំណួរសាមញ្ញមួយចំនួនដែលអាចឲ្យវាឆ្លើយបានទេហើយបន្តទៅមុខទៀតគឺវាអាចបង្កើតនៅ generate រូបភាពដែលមិនច្បាស់ការមួយចំនួនហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ AI គឺអាចធ្វើការ analyze ទៅជាមួយនឹងទីផ្សារភាពយន្តឬក៏ AI ខ្លះគឺអាចធ្វើការ analyze ឬក៏គេថារូបភាពបានហើយ AI ខ្លះទៀតហ្នឹងគឺអាចធ្វើការ generate លក្ខណៈវីដេអូដែលមានគុណភាពខ្ពស់ខ្លាំងតែម្ដងចា៎ហ្នឹងវាគឺជាការវិវត្តដ៏លឿនមែនទែនរយៈពេលប្រហែលឆ្នាំចុងក្រោយហ្នឹងដែលយើងសង្កេតឃើញបានអញ្ចឹងយើងថាមិនត្រូវទេហើយមុខទៅទៀតគឺគេអាចនឹងស្វែងរកវិធីសាស្ត្រផ្សេងទៀតដែលធ្វើការវិវត្តឲ្យវាកាន់តែមានកម្រិតខ្ពស់ជាងទៅទៀតហើយអាចនឹងធ្វើការជួយសម្រួលលក្ខណៈខ្នាតធំមកកាន់មនុស្សជាតិយើងតែម្ដងហើយដូចជាបច្ចេកវិទ្យាតទៅជាមួយនឹង quantum computer ហ្នឹងដែលខ្ញុំបាននិយាយកាលពីវីដេអូមួយនេះហ្នឹងក៏វាអាចនឹងមានការរីកចម្រើនទៅមុខផងដែរដោយសារតែវិស័យហ្នឹងឬក៏តទៅជាមួយនឹងរបបហ្នឹងវាសិតតែអាចទៅរួចទាំងអស់ប៉ុន្តែគ្រាន់តែថាមនុស្សយើងសប្តាហ៍ហ្នឹងគឺអត់អាចរកវិធីសម្រាប់ដោះស្រាយទៅជាមួយនឹងបញ្ហាឬក៏របបមុនហ្នឹងឲ្យវាចេញបានលក្ខណៈពេញលេញទាំងស្រុងតែម្ដងទេដោយប្រហែលជាត្រូវការរយៈពេលយូរទៀតដើម្បីអាចធ្វើការដោះស្រាយទាំងហ្នឹងប៉ុន្តែឥឡូវនេះគឺវាស្ថិតនៅក្នុង process គឺបានន័យថាវាស្ថិតនៅក្នុងដំណើរការមួយដែលអាចឈានទៅដល់កម្រិតមួយបានយើងអាចវិភាគមើលទៅថាវាប្រកាសជាអាចទៅរួចតទៅជាមួយនឹង quantum computer អីហ្នឹងឯងហើយបើសិនជារឿងរ៉ាវនឹងវាកាត់ឡើងមែនវាប្រកាសជានាំជាមួយនឹងបច្ចេកវិទ្យាថ្មីឬក៏នាំជាមួយនឹង environment ថ្មីសម្រាប់មនុស្សជាតិតទៅជាមួយនឹងផ្នែកបច្ចេកវិទ្យាហ្នឹងអានឹងក៏យើងថាមិនត្រូវដែរហើយបច្ចេកវិទ្យាគឺវាតែងតែជួយមនុស្សចំណិចអញ្ចឹងតទៅជាមួយនឹង quantum computer ថាវាអាចមានសភាពអីខ្លះអ្នកគ្នាអាចចូលទៅកាន់វីដេអូឆាប់របស់ខ្ញុំបានដែលខ្ញុំបាននិយាយរឿងលុបបាត់គួរសមដែរនៅក្នុងវីដេអូមួយហ្នឹងអ្នកគ្នាអាចចូលទៅមើលបានយកទី3គឺតទៅជាមួយនឹងការព្យាយាមសម្របខ្លួនទៅនឹងកន្លែងដែលរស់នៅយកថាបើសិនជាថ្ងៃណាមួយផែនដីរបស់យើងបានធ្វើការវិវត្តឬក៏ផែនដីរបស់យើងបានបាត់បង់នៅបរិយាកាសដែលអាចឲ្យមនុស្សយើងរស់នៅកើតដូចយើងដឹងសពថ្ងៃអញ្ចឹងថាមនុស្សយើងត្រូវការប្រើប្រាស់អីគេយើងត្រូវការប្រើប្រាស់អុកស៊ីហ្សែនដើម្បីដកដង្ហើមយើងត្រូវការទឹកដើម្បីផឹកក៏ដូចជាត្រូវការអាហារសម្រាប់ផ្គត់ផ្គង់ទៅដល់រាងកាយដែលជាសរីរាង្គរបស់យើងហ្នឹងប៉ុន្តែបើសិនជាថ្ងៃណាមួយផែនដីរបស់យើងបាត់បង់នៅបរិយាកាសហ្នឹងឬក៏បាត់បង់នៅរបបហ្នឹងតាមមនុស្ស
យើងអាចរស់នៅបានដោយរបៀបណាប្រកាសជាត្រូវស្លាប់ហើយទេប៉ុន្តែបើសិនជាមានរឿងរ៉ាវនឹងកើតឡើងមែនខ្ញុំជឿតែម្ដងថាមនុស្សជាតិរបស់យើងស្វែងរកអ្វីមួយដើម្បីធ្វើការ adapt ឬក៏ធ្វើការសម្របខ្លួនទៅតាមបរិយាកាសរបស់ផែនដីអញ្ចឹងខ្ញុំលើកឧទាហរណ៍សាមញ្ញមួយតទៅជាមួយនឹងរឿង Cyberpunk ឬក៏ game Cyberpunk ដែលអ្នកគ្នាធ្លាប់តែលេងហ្នឹងក្នុង game នេះឬក៏ក្នុងរឿងហ្នឹងគឺគេបានលើកយកនៅប្រភេទមនុស្សដែលខ្លួនប្រាំរបស់គេហ្នឹងតែងតែបំពាក់ជាមួយនឹងគ្រឿងយន្តដើម្បីធ្វើការសម្របរស់នៅផែនដីដែលបាត់បង់បរិយាកាសឬក៏បច្ចេកវិទ្យាវាកាន់តែទំនើបទៅធនធានធម្មជាតិហ្នឹងវាកាន់តែអស់អញ្ចឹងដើម្បីអាចរស់នៅបានមនុស្សយើងគឺត្រូវបំលែងខ្លួនឯងហ្នឹងទៅជាបច្ចេកវិទ្យាដូចគ្នាប៉ុន្តែនៅមានសភាពជាមនុស្សអញ្ចឹងអាហ្នឹងក៏វាអាចទៅរួចដែរដូចខ្ញុំលើកឧទាហរណ៍សាមញ្ញកាលពីដើមវីដេអូអញ្ចឹងថានៅពេលដែលមនុស្សយើងខ្សោយបេះដូងឯងគេអាចធ្វើការប្រើប្រាស់ឧបករណ៍សម្រាប់ជំនួយដល់បេះដូងឬក៏នៅពេលដែលគាត់មានបញ្ហាឆ្អឹងដៃឆ្អឹងជើងឯងគឺគេអាចយកលោហៈធាតុមកជំនួសបានចាហ្នឹងគឺវាដូចគ្នាដែរបើសិនជាផែនដីរបស់យើងអត់អុកស៊ីហ្សែនមនុស្សយើងគឺអាចលែងប្រើប្រាស់អុកស៊ីហ្សែនដើម្បីធ្វើការដកដង្ហើមដោយផ្លាស់ប្ដូរតទៅជាមួយនឹងរបៀបនៃការរស់នៅវិញម្ដងដោយមនុស្សយើងអាចនឹងមិនសូវជាញ៉ាំអាហារទេប៉ុន្តែគឺបដូរទៅជាលក្ខណៈបែបគ្រឿងម៉ាស៊ីនទៅវិញដូចជាឧបករណ៍អេឡិចត្រូនិកគឺវាធ្វើការថាមពលអគ្គិសនីដើម្បីដំណើរការដូចជាលក្ខណៈបែបម៉ាស៊ីនឬក៏មេកានិកគឺវាត្រូវការប្រភេទចំហាយឬក៏អន្តរជាតិដើម្បីដំណើរការអញ្ចឹងទៅអញ្ចឹងថាមិនត្រូវដែរមនុស្សយើងគឺអាចធ្វើការ adapt ដើម្បីរស់នៅនៅក្នុងលក្ខណៈបែបហ្នឹងដោយនៅក្នុង game Cyberpunk ក៏អាចទៅរួចដែរបន្តជាមួយនឹង scenario ទី4មនុស្សយើងគឺបានធ្វើការវិវត្តខ្លួនទៅកាន់ជាលក្ខណៈអរិយធម៌នៃកម្រិតខ្ពស់និយាយទៅអរិយធម៌នៃកម្រិតខ្ពស់នេះគឺខ្ញុំបាននិយាយធ្វើវីដេអូរៀងវែងគួរសមដែរក៏ដូចជារៀងរបាត់គួរសមដែរនៅក្នុង Kardashian Scale របស់ខ្ញុំនឹងថ្ងៃវីដេអូហ្នឹងគឺរៀងវែងដែរអញ្ចឹងក្នុងហ្នឹងវាក៏ជា scenario មួយផងដែរថាបើសិនជាថ្ងៃណាមួយទៅមនុស្សយើងអាចធ្វើការវិវត្តខ្លួនទៅដល់កម្រិតខ្ពស់ឬក៏ហៅថា civilization កម្រិតខ្ពស់ដែលយើងមាន type 0 ឬយើងមាន type 1 type 2 type 3រហូតដល់ type 8ហ្នឹងគឺវាស្ថិតនៅក្នុងដំណាក់កាលមួយហ្នឹងហើយដូចជាសប្តាហ៍ហ្នឹងមនុស្សយើងគឺស្ថិតនៅក្នុងអរិយធម៌កម្រិត0.7 ហ្នឹងហើយគឺអត់ទាន់ដល់កម្រិត1នៅឡើយទេប៉ុន្តែបើសិនជាបន្តទៅមកទៀតមនុស្សយើងគឺអាចឈានទៅដល់កម្រិតនៃអរិយធម៌កាន់តែខ្ពស់ជាងទៀតមិនថាត្រឹមតែកម្រិត2ឬក៏កម្រិត3ឯហ្នឹងមនុស្សយើងគឺប្រកាសជាអាចធ្វើការរស់រានមានជីវិតឬក៏ survival រហូតដល់ទីបញ្ចប់នៃផែនដីឬក៏សូម្បីតែផែនដីបានបំផ្លាញទៅមនុស្សយើងក៏នៅតែបន្តរស់នៅបានដែរដោយសារតែតកតងជាមួយអរិយធម៌កម្រិត3ឯហ្នឹងគឺសត្វតាជាអរិយធម៌ដែលមានបច្ចេកវិទ្យាខ្លាំងក៏ដូចជាអាចធ្វើការទន្ទ្រានទៅកាន់ផ្នែកទីលំហអវកាសបានច្រើនហើយអញ្ចឹងដើម្បីលំបាត់បន្ថែមអ្នកគ្នាអាចចូលទៅកាន់វីដេអូ Kardashian Scale របស់ខ្ញុំមុននឹងបានដែលខ្ញុំបានធ្វើ thumbnail ដាក់សអរិយធម៌ប៉ុណ្ណានៃលើនឹងអ្នកគ្នាអាចចូលទៅជិះមើលបន្ថែមបានអូខេហើយតទៅជាមួយនឹង scenario ចុងក្រោយថ្ងៃនេះគឺ scenario មួយនេះគឺវារៀងពិបាកនៅក្នុងការជឿបន្តិចប៉ុន្តែគឺវាភ្ជាប់ខ្លួនជាមួយនឹង scenario មុនដែរដែលយើងនិយាយអំពីប្រភេទកម្រិតនៃអរិយធម៌ផ្សេងឬក៏កម្រិតនៃ civilization កាន់តែខ្ពស់ទៅមនុស្សយើងឬក៏ប្រភេទជីវិតហ្នឹងគឺបានផ្លាស់ប្ដូររូបរាងឬក៏ផ្លាស់ប្ដូរសភាពជីវិតខ្លួនឯងហ្នឹងទៅជាប្រភេទធម៌ពលឬក៏ energy គឺបានន័យថាលែងមានរូបរាងហើយអញ្ចឹងចំពោះ scenario មួយនេះគឺគេបាននិយាយថាយើងគឺបានភ្ជាប់ខ្លួនទៅជាមួយនឹងចក្រវាឡឬក៏ universe អញ្ចឹងបើសិនជាយើងគិតឲ្យដល់ទៅនៅក្នុងលំហនៅក្នុង universe អ្វីដែលសំខាន់ជាងគេនោះគឺតទៅជាមួយនឹងធម៌ពលឬក៏ energy ដោយសារតែមនុស្សយើងនេះគឺជាប្រភេទវាឆ្លាតវៃប៉ុន្មានប៉ុន្តែនៅក្នុងខ្លួនយើងក៏ត្រូវការ energy ដើម្បីរស់នៅដែរហើយចំពោះចក្រវាឡទាំងមូលនោះគឺវាហាក់ដូចជាប្រភពនៃធម៌ពលឬក៏ energy ដ៏ធំសម្បើមដែលក្នុងនោះគឺវាមាន energy ជាច្រើនប្រភេទមែនទែនដើម្បីអាចធ្វើការទ្រទ្រង់នៃចក្រវាឡឲ្យវាមានលំនឹងបានដូចជាធម្មពល gamma ray ដូចជាធម្មពលកម្ដៅធម្មពល plasma ឬក៏ធម្មពល cosmic អីជាដើមដូចជា antimatter ហ្នឹងអានឹងវាសិតតែជាធាតុសំខាន់ដែលធ្វើការទ្រទ្រង់នៅក្នុងចក្រវាឡរបស់យើងប៉ុន្តែបើសិនជានៅក្នុងថ្ងៃណាមួយមនុស្សយើងគឺអាចធ្វើការវិវត្តខ្លួនទៅជាប្រភេទធម្មពលទាំងអស់ហ្នឹងតើវាអាចទៅរួចឬក៏វាទៅជាយ៉ាងណាអរិយធម៌កម្រិត8គឺជាអរិយធម៌ដែលត្រូវបានវិវត្តអស់ជាច្រើនដំណាក់កាលមែនទែនហើយក៏បានវិវត្តខ្លួនទៅជាប្រភេទជីវិតដែលមិនមានរូបរាងគឺបានន័យថាមានតែធម្មពលតែប៉ុណ្ណោះដែលបានរសារដណ្ដាតដោយសេរីនៅក្នុងទីលំហអវកាសហើយវាក៏ជាប្រភពធម្មពលនៃចក្រវាឡផងដែរអញ្ចឹងបើសិនជាមនុស្សយើងគឺអាចវិវត្តទៅដល់នឹងមែនគឺប្រកាសណាស់យើងប្រកាសជាអាចធ្វើការរស់រានមានជីវិតផុតផែនដីទៅទៀតប៉ុន្តែអានេះបើសិនជាស្ដាប់មើលទៅវាហាក់ដូចជារឿងរ៉ាវដែលមិនអាចទៅរួចអូខេអញ្ចឹងតទៅជាមួយនឹង scenario ឬក៏ការសន្មតថាមនុស្សយើងគឺអាចវិវត្តទៅដល់ចុងបញ្ចប់នៃផែនដីឬក៏អាចរស់រានទៅដល់ចុងបញ្ចប់នៃផែនដីឬក៏អាចរស់រានផុតនៃចុងបញ្ចប់នៃផែនដីទៅទៀតគឺខ្ញុំមិនតែប៉ុណ្្នឹងទេអានេះវាគឺជា scenario ដែលគេបានលើកយកមកហ្នឹងហើយគេស្រាវជ្រាវហើយគេបង្កើតជាគំនិតមួយគេផ្ដំឲ្យគឺគេបានសរសេរនឹងចេញមកហើយវាក៏បានคล้ายទៅជាអត្ថបទដែលយើងអាចស្រាវជ្រាវបានដូចហ្នឹងទៅអូខេអញ្ចឹងជួបគ្នាវិញគេយ៉ាងណាដែរអាចធ្វើការបញ្ចេញមតិនៅខាងក្រោមនេះបានហើយម្ដងទៀតបើសិនជាអ្នកណាដែលក៏មានតម្រូវការក្នុងការសាងសង់អាងទឹក
បន្ទប់ spa steam sauna គឺជាលក្ខណៈគ្រួសារឬក៏លក្ខណៈបែបជីវកម្មណាគ្នាក៏អាចធ្វើការទំនាក់ទំនងដើម្បីសួរព័ត៌មានតាក់ទងទៅកាន់ Neptune Phone Landscape បានគឺតាមរយៈ link ដែលខ្ញុំបានដាក់នៅខាងក្រោម description ឬក៏តាមរយៈ Facebook page ហើយនិង Telegram របស់គាត់ដែលខ្ញុំបានបង្ហាញនៅលើក្រោមនេះស្រាប់អញ្ចឹងវីដេអូរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាចូលចិត្តកុំភ្លេចចុច like subscribe ឬ share ឲ្យអ្នកផ្សេងក៏បានទស្សនាវីដេអូតទៅមុខទៀតផងហើយបើសិនជាមាន topic ចង់ធ្វើការ suggest ឲ្យខ្ញុំអ្នកគ្នាក៏អាចធ្វើការ suggest នៅខាងក្រោម comment បានដូចគ្នាវីដេអូរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នាទៀតនៅវីដេអូក្រោយជាមួយនឹងប្រធានបទថ្មីបន្តទៀត